2026នេះអាជីវកម្មដែលលក់នៅតាមកន្លែងមានទីតាំងមានអីហ្នឹងបាត់ទ្វារបតាហើយបងប្អូនដឹងថាហេតុអីពិភពលោកកំពុងតែដើរទៅមុខហើយយើងកុំនៅមួយកន្លែងកាលណាយើងនៅមួយកន្លែងគឺស្លាប់ហើយបាទចំណុចទី1គឺថាមនុស្សដូរត្រឡប់ទៅទិញអនឡាញវិញបងប្អូនសាកគិតមើលពេលគេទិញអនឡាញតាម Facebook តាម TikTok គេអាចអូសមើលអីវ៉ាន់គេពេញចិត្តលឿនគេចង់បានអីគេគ្រាន់តែឆែកមើលលឿនអញ្ចឹងមកយើងលក់នៅកន្លែងយើងអត់វិវត្តទៅតាមអនឡាញទេគឺពិបាកហើយនឹងត្រូវបាត់ទ្វារហើយបាទទី2អាជីវកម្មនៅកន្លែងគឺចំណាយខ្ពស់ហ่ะតែខែបុគ្គលិកទីតាំងទឹកភ្លើងអីផ្សេងៗហ្នឹងវាចំណាយខ្ពស់អញ្ចឹងការលក់យើងក៏លៀងថ្លៃជាងគេដែរតែគេលក់អនឡាញវាអត់សូវចំណាយច្រើនគេលក់បានធូរថ្លៃជាងបាទទី3គឺតើតើនឹងសេដ្ឋកិច្ចហើយនឹងកម្លាំងទិញប្រចុះមានន័យថាសេដ្ឋកិច្ចពិបាកអញ្ចឹងមនុស្សពេលដែលគេចំណាយអីមួយគឺគេប្រយ័ត្នប្រយែងហ่ะអញ្ចឹងគេទិញអ្វីដែលគេចាំបាច់ទេអញ្ចឹងអាជីវកម្មភាគច្រើនទៅបិទទ្វារដោយសារការលក់មានការថយចុះបាទចំណុចទី4ម្ចាស់អាជីវកម្មភាគច្រើនគាត់មិនផ្លាស់ប្ដូរខ្លួនមានន័យថាគាត់នៅតែកំណត់ចាស់របស់គាត់គាត់អត់វិវត្តខ្លួនគាត់ទៅតាមទីផ្សារទំនើបទេគឺគាត់អត់លក់អនឡាញគាត់គិតថាលក់នៅកន្លែងទៅបានបងប្អូនសាកគិតមើលបងប្អូនលក់នៅកន្លែងឧទាហរណ៍ថាមនុស្សដើរកាត់បងប្អូនមួយថ្ងៃ100នាក់អញ្ចឹងបងប្អូនមានអាទិភាពលក់បានតែ100នាក់ហ្នឹងទេប៉ុន្តែបើបងប្អូនអាចវិវត្តខ្លួនទៅលក់អនឡាញ Facebook TikTok អញ្ចឹងបើបងប្អូនប៊ូសមួយថ្ងៃឲ្យបានមនុស្ស1000នាក់មើលមានន័យអាទិភាពលក់របស់យើងកាន់តែខ្ពស់មែនអត់បងប្អូនអញ្ចឹងសរុបរួមមកវិញឆ្នាំ2026នេះអ្នកដែលរស់បានគឺអ្នកដែលមានការផ្លាស់ប្ដូរលឿនមានន័យថាគាត់លក់ offline ផង online ផងគាត់លក់នៅកន្លែងហើយគាត់លក់ online ទៀតអាហ្នឹងបានរស់យើងត្រូវវិវត្តខ្លួនអញ្ចឹងបានយើងរស់